ជម្រាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីស្ថិតិនៃកម្មវត្ថុអាជីវកម្មទាំង5ដែលមានដើមទុនវិនិយោគគិតជាទឹកប្រាក់ច្រើនជាងគេគិតត្រឹមថ្ងៃទី30ខែកញ្ញាឆ្នាំ2025ចំនួន 8.28% សម្រាប់សកម្មភាពអចលនទ្រព្យដោយប្រើអចលនទ្រព្យផ្ទាល់ខ្លួនឬជួលគេចំនួន 7.99% សម្រាប់សកម្មភាពសេវាស្នាក់នៅចំនួន 7.43% សម្រាប់ការសាងសង់អគារចំនួន 5.12% សម្រាប់កម្មសាលសម្លៀកបំពាក់លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វចំនួន 4.50% សម្រាប់សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រងចំនួន 66.68% សម្រាប់កម្មវត្ថុអាជីវកម្មផ្សេងទៀតព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ